ដំណើរកំសាន្តទៅលេងកោះភូកុកនៅថ្ងៃទី1ឥឡូវយើងជិះទូកល្បឿនលឿនដើម្បីសម្ដៅទៅដល់កន្លែងលេងនៅសួនកំសាន្តរបស់ Sun World ថាទិដ្ឋភាពនៅទីនោះថ្ងៃទី1មានទិដ្ឋភាពបែបណាតាមដានទាំងអស់គ្នាអូខេឥឡូវយើងមកដល់កន្លែងជិះកត្រកខ្សែកាបឆ្លងទៅកន្លែង Sun World ដែលជិះនៅកត្រករបស់ Sun World Group ឥឡូវនេះមកដល់ហើយនេះខ្ញុំមើលជាអីដែលមើលសម្រាប់គេមើលបរិយាកាសជុំវិញហ្នឹងថានៅលើកោះនោះមានអីគេខ្លះអញ្ចឹងកន្លែងលេងអីគេខ្លះអញ្ចឹងណានៅណាមាន roller coaster មានកន្លែងលេងទឹកហើយក៏មានទូកសំពៅអីហ្នឹងជាដើមហើយនេះជា roller coaster ដែលធ្វើពីឈើដែលគួរលេងសៀវដែរជិះទៅហើយនឹងមានហ្នឹងឯងបរិយាកាសជុំវិញហ្នឹងនេះមានអាំវលអីហ្នឹងមានអីសบายផងគេដែរតានេះទិដ្ឋភាពនេះរងចាំគេជិះសំពៅចង់ក្អួតដែរជិះចុះឡើងហ្នឹងហើយចាំមើលទិដ្ឋភាពជុំវិញនេះ roller coaster ខ្ញុំបានជិះហើយពិតជាភ័យមែនឡើងភើតពោះហ្មងអូខេដល់ពេលយប់ឡើងយើងក៏មកដើរលេងនៅសារិត្រីផងគេមានអីញ៉ាំមានអីញ៉ាំទៅតែមនុស្សច្រើនណាភ្ញៀវបរទេសច្រើនណាជាពិសេសបរទេសឥឡូវយើងចូលមកដល់ថ្ងៃទី2ជាងមកដល់ Grand World ច្រឡំ Grand World ឥឡូវដើរកាច់រៀងពីសិនទៅក៏មកចាប់ដើមទីទៀតយើងក៏ទៅថតលេងនៅកន្លែងដែលនេះមានផ្ទះពណ៌ជាច្រើនស្ពានអីដូចនៅប៉ៃអឺរ៉ុបចឹងណាអូខេថតលេងនៅនឹងអីចឹងហើយក៏មានស្ទាយមានអីខ្លះចឹងទៅថតនៅមុខអាកាសច្រើនពណ៌បន្ទាប់មកយើងក៏មកដល់ Winwonder ហ្នឹងគឺជាកន្លែងដែលស្ថិតលេខ1នៅប្រចាំប្រទេសវៀតណាមដែលគេមកអភិវឌ្ឍបង្កើតជា Winwonder ហ្នឹងហើយបន្ទាប់មកយើងចាំតាមដានទស្សនាទាំងអស់គ្នាថានៅក្នុង Winwonder ហ្នឹងមានអីខ្លះតាមដានទាំងអស់គ្នាអូខេឥឡូវយើងមកដល់កន្លែងនេះជាកន្លែងដែលយប់ឡើងគេមាន show លេងបាញ់ទឹកហើយបាញ់ភ្លើង LED ជាខ្សែភាពយន្តអីចឹងណាយប់ឡើងម៉ោង6អីហ្នឹងចាប់ដើមលេងហើយថតរូបមកហ្នឹងតិចទៅបន្ទាប់មកក៏ដើរកាច់រៀងនៅទឹកជ្រោះនេះតិចទៅដែលដូចយើងថតរឿងថតអីចឹងដូចជាzoom ចុះ zoom ឡើង scope ចុះ scope ឡើងដូចមានវាអញ្ចឹងបន្ទាប់មកបាញ់កាភ្លើងទៅដើមក្មេងលេងមានរបស់លេងច្រើនណាស់ហើយនេះមកដូចជានៅក្នុងគេហៅរឿងព្រេងនិទានដូចមានរឿងប្រើសអីនេះរឿងអីគេ Maleficent អីនេះហើយដល់យើងជិះរថភ្លើងជិះជុំវិញសួនគេមានដបងវគ្គមានអីដូចដំណើរសងព្រេងមួយចឹងគេបន្ទាប់ពីយើងជិះរថភ្លើងដើរមើលហើយយើងចូលមកដល់រូងពស់ធំមួយតាមពិតវាជាស្លាយមួយតែអត់ហ៊ានជិះនិយាយទៅដើរមើលឲ្យតែគ្រប់ប៉ុន្តែអត់បានលេងគ្រប់ឧបករណ៍ដែលនៅក្នុងនោះព្រោះដោយសារយើង
មានពេលកំណត់អញ្ចឹងដើរមើលថតជុំវិញហ្នឹងហើយអាណាដែលតំណងលេងមិនចូលលេងអញ្ចឹងណាយើងចេះដើរថតបរិយាកាសជុំវិញហ្នឹងសិនអញ្ចឹងឥឡូវយើងមកដល់កន្លែង Egypt ទស្សនវិជ្ជាសាងសង់ដូចនៅនេះចឹងដូចនៅ Egypt ហ្នឹងតាមមើលទាំងអស់គ្នាតែនៅក្នុងនេះខ្លះបន្ត ឥឡូវយើងមកដល់កន្លែងដូចនេះចឹងវាព្រៃនិទានដែរបែបគេហៅអីគេWonderland អីចឹងហើយនេះវាជាគំនូរដូចទៅចូលទៅមានការតាំងបង្ហាញនិងកន្លែងខាងហើយអីចឹងទៅហើយនេះជាបណ្ណាល័យខាងគេហ្នឹងចូលទៅមានទ្វារមានអីវាដូចជា fantasy អីចឹងហើយទីចូលទៅដល់កន្លែងដែលនេះដូចយើងនេះចឹងស្រោបទឹកក្នុងហុកអីមួយចឹងទៅក្នុងលអាងអីមួយចឹងដូចគេស្រោបទៅវាជាហាក់ចូលមកទៅថតលេងចឹងទៅដូចយើងឥឡូវយើងចូលមកដល់កន្លែងសួនទឹកមិនសួនទឹកទេវាជាលក្ខណៈអាងចំត្រីចំអីគឺសមុទ្រហើយនេះយើងមកដល់ហើយនេះជាសត្វសត្វហើយនេះគេអង្គុយចាំទៅអង្គុយចាំធ្វើអីគឺអង្គុយចាំមើល show ពីមនុស្សមច្ឆាទៀតមនុស្សមច្ឆាមកដល់ឥឡូវយើងមើលត្រីសិនទៅតិចទៀតដល់វគ្គមនុស្សមច្ឆាមកដល់មនុស្សមច្ឆាគេជមើលស្អាតណាស់សង្ស័យទាំងផុសស្អីមច្ឆាស្អីមនុស្សមច្ឆាស្អីគេវិញរៀងឡើង slim ហើយបើមច្ឆាប្រុសគេជំនួសមច្ឆាប្រុសគេវិញសាច់ដុំកង់និយាយទៅទាំងមច្ឆាស្ដីទាំងមច្ឆាប្រុសអែមអូខេបន្ទាប់ពីមើល show មច្ឆា5 12ហើយក៏ដើរមើលទស្សនវិជ្ជានៅជុំវិញនៅក្នុងនោះមានចំត្រីមានដូចជានេះអីនេះជាច្រើនទៅដល់សត្វសមុទ្រហើយបន្ទាប់ពីយើងមើលសត្វសមុទ្រទៅហើយចាប់ដើមមកលេងកន្លែងនេះ
លក្ខណៈដូចយើងអង្គុយមើលនៅក្នុងរឿងរោងកុនមួយអញ្ចឹងប៉ុន្តែវាមានចលនាយើងបាញ់ 3D ក្នុងហ្នឹងចូលទៅអង្គុយហើយគេដូចយើងជិះរថភ្លើងអីមួយអញ្ចឹងតមកបាញ់សัตว์បាញ់អីនៅក្នុងហ្នឹងហើយឥឡូវបន្ទាប់ពីលេងហើយឥឡូវដល់យប់ឡើងក៏មាន show ហើយកន្លែងនេះកន្លែងគេលេង show តាក់ទងជាមួយនឹងទឹកហើយនឹងភ្លើងគេបាញ់ LED ទៅដូចរឿង fantasy គេលេងជាខ្សែភាពយន្តអញ្ចឹងតាមដានមើលទាំងអស់គ្នា
មកចូលដល់ថ្ងៃទី3ថ្ងៃទី3មានអីទេគេនាំយើងទៅមើលវត្តដែលនៅជិតសមុទ្រដែលគេសាងជិតសមុទ្រហ្នឹងដែលគេគោរពទៅដល់សាសនាគេដែលមានដូចជាព្រះម៉ែដូចអីគេអញ្ចឹងណាថាមុននឹងចេញទៅនេសាទអីជាជនហ្នឹងគេជឿលើកន្លែងហ្នឹងបន់ស័ក្តិសិទ្ធិអីចឹងណាមុននឹងទៅនេសាទចឹងដើម្បីសុំសុខសុំសុបាយអីចឹងទៅហើយបន្ទាប់មកទៅមើលកន្លែងកឡទឹកថៃដែលសារនៅហ្នឹងគេល្បីនឹងទឹកថៃហើយក៏បន្ទាប់មកគេនាំទៅមើលកន្លែងចិញ្ចឹមពាក់ដែលគេចិញ្ចឹមក្រុមដើម្បីយកពាក់យកវាប៉ុណ្ណឹងមានតែប៉ុណ្ណឹងខ្ញុំថាគេនេះគេពន្យល់ពីការចិញ្ចឹមក្រុមដើម្បីយកត្បូងហ្នឹងហើយរបៀបមើលមិនរបស់សុទ្ធរបៀបមើលមិនរបស់ខ្លាំងខ្លាំងអញ្ចឹងទៅតោះមកគេមានការឆ្លើយសំណួរដើម្បីយកប្រព័ន្ធនេះ